វ៉ាងហាវរបាយការណ៍ទាំងនេះត្រូវឯកសារឲ្យរួចរាល់មានរបៀបរៀបរយទេកែសម្រួលឡើងវិញភ្លាមគម្រោងកំណែទី38នេះនៅតែមិនកើតកែភ្លាមបើមិនកែទេគុំសង្ឃឹមថាបានលុយបន្ថែមសញ្ញាជីវិតបានសូន្យការបំបែកដែនកំណត់អនុលោមតាមលក្ខខណ្ឌចងភ្ជាប់យ៉ាងតឹងរ៉ឹងប្រព័ន្ធជីវិតដ៏ល្អឥតខ្ចោះត្រូវបានដំឡើងដោយបង្ខំការចងគោសេរីភាពឲ្យខ្ញុំវិញគោលដៅត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងាររង្វាន់សាច់ប្រាក់100,000 លានដែលត្រូវបានបញ្ចូលទៅក្នុងគណនីរួចរាល់បង្កប់ជាបណ្ដោះអាសន្ននិងអាចដកបានក្រោយពេលបំពេញភារកិច្ច100,000 លានពេល7ថ្ងៃប្រសិនបើមិនបានសម្រេចម្ចាស់ប្រព័ន្ធនឹងត្រូវស្លាប់100,000 លានអ្នកទាំងអស់គ្នាឈប់ធ្វើការទៅប្រធានខែមុនអ្នកបានឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សខ្ញុំធ្វើការថែមម៉ោងជំនួសអ្នក3ថ្ងៃជាប់គ្នាហើយឯងទៀតឥឡូវនេះអ្នកនៅតែចង់ឲ្យខ្ញុំបម្រើការទៀតមែនទេកំហុសមកលើខ្ញុំគុំសង្ឃឹមខ្ញុំបាត់បង់ប្រាក់រង្វាន់ប្រចាំត្រីមីរបស់ខ្ញុំបានប្រាក់រង្វាន់មើលស្អីគ្រាន់តែដើម្បីចេញរបស់លេងប្រយោជន៍ទាំងធ្វើការបែបនេះឯងនឹងបានឡើងឋានៈមែនទេហើយនាងទៀតនៅធ្វើការធ្វើអីទៀតថែមម៉ោងរាល់ថ្ងៃចិត្តបែកគ្នាជាមួយសង្សារក្រោកឡើងនៅតែទ្រាំនៅទីនេះគ្រូតមជឿក្រពះរាល់ថ្ងៃទៅសូមច្បាប់សម្រាប់ទៅគេមិនអនុញ្ញាតមែនទេវ៉ាងហាវខ្ញុំអនុញ្ញាតឲ្យមិនចង់ធ្វើការទៀតទេមិនធ្វើទេឈប់ធ្វើហើយសន្តិសុខហើយសន្តិសុខមកភ្លាមមានរឿងអីហ្នឹងអគ្គនាយិកាស៊ូបុគ្គលិកម្នាក់នេះស្រាប់តែមានបញ្ហាផ្លូវចិត្តភ្លាមខ្ញុំក៏មិនដឹងថាមានរឿងអីដែរវ៉ាងហាវវ៉ាងអសវងហាវដែលមានន័យថាកន្ទុយកណ្ដោអគ្គនាយិកាស៊ូឥឡូវនេះខ្ញុំស្នើសុំឲ្យអ្នកបញ្ឈប់ខ្ញុំពីការងារភ្លាមដោយដែលអ្នកបានឃើញហើយសកម្មភាពបច្ចុប្បន្នរបស់ខ្ញុំបានរំលោភលើដែនកំណត់របស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរគម្រោងបច្ចេកវិទ្យា Henson គឺជារបស់ដែលអ្នកទទួលខុសត្រូវមែនទេអូអ្នកចង់សំដៅលើគម្រោងដែលត្រូវបានកែសម្រួលរហូតដល់38ដងនោះមែនទេគម្រោងនេះតាក់ទងនឹងការរៀនមានជីវិតរបស់ក្រុមហ៊ុនយើងមានតែអ្នកម្នាក់គត់ដែលបានតាមដានគម្រោងស្នូលនេះពីដើមដល់ចប់នៅពេលដ៏សំខាន់នេះអ្នកចង់លីឈប់ពីការងារមែនទេគម្រោងដ៏សំខាន់ឈួតលបរបស់អ្នកវាមានពាក់ព័ន្ធស្អីជាមួយខ្ញុំបើគម្រោងមិនទាន់រួចរាល់មិនអនុញ្ញាតឲ្យចាក់ចេញឡើយតើអ្នកចង់មានន័យថាម៉េចន័យរបស់ខ្ញុំគឺពាក្យសុំលីឈប់ពីការងារមិនត្រូវបានអនុញ្ញាតឡើយល្អណាស់មិនអនុញ្ញាតមែនទេចុះពេលនេះវិញអនុញ្ញាតឬក៏អត់ឯងឈួតហើយមែនទេឯងកំពុងធ្វើស្អីដាក់ក្មេងស្រីម្នាក់ដែលពឹងផ្អែកលើលុយកាក់របស់គ្រួសារហើយមិនដឹងខ្យល់អីតតែសោះនៅមានមុខធ្វើជាអគ្គនាយិកាទៀតសូមអបអរសាទរម្ចាស់ប្រព័ន្ធបានចងភ្ជាប់ជាមួយប្រព័ន្ធថៅកែខ្លាំងបំផុតពិន្ទុថៅកែល្អ50ម្ចាស់ប្រព័ន្ធអាចប្រើប្រាស់ពិន្ទុនៅក្នុងហាងរបស់ប្រព័ន្ធដើម្បីទិញសម្ភារៈផ្សេងតើនេះជាស្អីហ្នឹងខ្ញុំកំពុងតែវង្វេងស្មារតីមែនទេគម្រោងរបស់ក្រុមហ៊ុន Henson ពួកគេបានយល់ព្រមតាំងពីកំណែដំបូងមកម្លេះប៉ុន្តែដោយសារតែអ្នកឲ្យកែចុះកែឡើងរហូតដល់កែ38ដងក្នុងរយៈពេល2សប្តាហ៍បើគុំតែមានអ្នកមកបង្កក38ដងហើយជាបានចុះកិច្ចសន្យាតាំងពីយូរហើយរបស់បុគ្គលិកគឺចេញពីចិត្តពិតប្រាកដពិន្ទុថៅកែល្អ100ការបញ្ជាទិញកម្រិត10លានត្រូវបានសម្រេចអគ្គនាយិកាស៊ូមានទូរស័ព្ទមកអគ្គនាយិកាស៊ូពួកយើងបានប្រជុំគ្នាហើយសម្រេចចិត្តជ្រើសរើសយកកំណែទី1ខ្ញុំនឹងផ្ទេរប្រាក់ដែលនៅសល់10លានទៅឲ្យអ្នកឥឡូវនេះមើលស្អីមិនដែរខ្ញុំនិយាយខុសមែនទេវ៉ាងហាវអ្នកនិយាយត្រូវហើយជាទៀតមកជាខ្ញុំបន្តទៀតមកអ្នកនិយាយថាម៉េចខ្ញុំថាអ្នកនិយាយត្រូវហើយបន្តជេរខ្ញុំទៀតមកជេរឲ្យកាន់តែខ្លាំងកាន់តែអាក្រក់កាន់តែល្អនៅឲ្យឆ្ងាយពីខ្ញុំទៅនាងប្រកាសជីឈួតហើយកុំមកបង្ខំខ្ញុំបើខ្ញុំខឹងខ្លាំងខ្ញុំនឹងខំមិនលែងទេអគ្គនាយិកាស៊ូអ្នកមិនអីទេមែនទេលេខាស៊ូនាងជាគេទៅខ្ញុំមិនចេះជាទេឥតប្រយោជន៍មែន
សំបីតែជាមនុស្សក៏មិនចេះដែរតើជួនាងមកធ្វើអីអគ្គនាយិកាស៊ូអ្នកពិតជាហត់នឿយខ្លាំងណាស់ធ្វើការទាំងយប់ទាំងថ្ងៃលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីក្រុមហ៊ុនហើយនៅតែនៅលីវទៀតអ្នកបានលះបង់ច្រើនពេកហើយពិតមកទៅអាអ្នកចាក់បណ្ដោយឡាវចាំងវិញអ្នកហើយជិះខ្ញុំមកនៅក្នុងក្រុមហ៊ុនដ៏ធំបែបនេះគ្មានសូម្បីតែម្នាក់ណាហ៊ានចង្អុលបង្ហាញកំហុសរបស់ខ្ញុំឬហ៊ានជេរខ្ញុំសោះបាងហៅអ្នកធ្វើទៅបន្តជេរទៀតមកបើអ្នកហ៊ានបដិសេធខ្ញុំនឹងធ្វើឲ្យអ្នកនៅក្នុងក្រុមហ៊ុននេះអស់មួយជីវិតតើមានន័យថាម៉េចយ៉ាងណាមិញជាមួយនឹងប្រាក់ខែ 3000 របស់អ្នកខ្ញុំអាចចិញ្ចឹមអ្នកអស់មួយជីវិតបានយ៉ាងនាងពិតជាមានជំងឺសរសៃប្រសាទមែនខ្ញុំទើបតែដឹងសោះហើយជារបបែបនឹងមកបន្តទៀតមកចូលចិត្តឲ្យគេជេរមែនទេថ្ងៃនេះខ្ញុំនឹងជេរនាងឲ្យស្លាប់តែម្ដងដំបូងបង្អស់នាងមិនចេះគ្រប់គ្រងតតែសោះកុំគិតថាបានរៀននៅសាកលវិទ្យាព្រៃផ្សៃនៅបរទេស2 3ថ្ងៃស្មានតែខ្លួនឯងអស់ចាស់ការគ្រប់គ្រងរបស់នាងគឺដូចជាសម្រាប់អញ្ចឹងពិន្ទុថៅកែល្អ50ត្រូវហើយអ្នកនិយាយត្រូវណាស់ខ្ញុំនឹងទៅសម្រួលវិភ្លាមទី2នាងចំណាយពេលលើការហាត់ប្រាណពេលព្រឹកនិងពាក្យស្លោកឥតប្រយោជន៍ហើយថែមទាំងបង្ខំពួកយើងទៅកំសាន្តជាក្រុមនៅចុងសប្តាហ៍ទៀតពួកយើងគ្រាន់តែចង់សម្រាកតែប៉ុណ្ណោះពិន្ទុថៅកែល្អ100ខ្ញុំស្មានតែការធ្វើបែបនេះដើម្បីបង្កើនសាមគ្គីភាពក្នុងក្រុមហ៊ុនតើលើកមុនឡាវលីស្ទើរតែកង់បេដងស្លាប់ពេលឡើងភ្នំនោះតើនាងភ្លេចហើយមែនទេយល់ព្រមខ្ញុំនឹងកែប្រែនាងតែងតែស្រែកខ្លាំងពីការបង្កើតថ្មីនិងការផ្លាស់ប្ដូរលំដាប៉ុន្តែនេះជាក្រុមហ៊ុនប្រពៃណីនាងរត់តាម Metaverse Blockchain អីក៏ដោយឲ្យតែល្បីគឺនាងធ្វើតាមទាំងអស់ពួកយើងបដូរទីដៅ8ដង150តែចង់ស្វែងរកបានថ្មីសម្រាប់ក្រុមហ៊ុនតែប៉ុណ្ណោះលើថ្មីមែនទេនាងសំបីតែខ្លួនឯងកំពុងធ្វើអ្វីក៏មិនដឹងផងនាងគ្រាន់តែជាថៅកែប្រយោជន៍ម្នាក់ដែលសំណាងបានស្នងរត់ក្រុមហ៊ុនតែប៉ុណ្ណោះបើនាងទៅធ្វើការនៅកន្លែងផ្សេងនាងសំបីតែមិនជាប់សាររបស់ការងារមើលខ្លួនឯងទៅពិន្ទុថៅកែល្អ200វាងហាវគ្មាននរណាម្នាក់ហ៊ានជេរខ្ញុំបែបនេះទេក្នុងជីវិតរបស់ខ្ញុំអ្នកនិយាយត្រូវហើយចាប់ពីថ្ងៃនេះទៅវាងហាវត្រូវបានដំឡើងឋានៈជានាយកប្រតិបត្តិការទទួលបានប្រាក់ខែ 50,000 គាត់មានសិទ្ធិវេតូលើគ្រប់ការសម្រេចចិត្តទាំងអស់អគ្គនាយិកាស៊ូអ្នកមិនអីទេមែនទេតើអ្នកត្រូវគេជេររហូតដល់វិញស្មានអារម្មណ៍ល្អណាស់ទេវាងហាវជេរបានល្អណាស់ជេរបានចំល្អ